guys back to my sister vlog ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះបើកមកវីដេអូមកព្រាមគឺថាប្រុសស្អាតរបស់យើងជាអ្នកធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅតែម្ដងចាសម្រាប់ជប់នេះគឺយើងបានមកខាងមណ្ឌលគិរីហើយមកនេះគឺអត់មានបាន plan ទុកមុនទេណាបងប្អូនទាំងអស់គ្នាគឺថាបងប្អូនរបស់ខ្ញុំគឺគាត់ពវល់មកព្រាមតែម្ដងប្រាប់ពេលល្ងាចមកពេលព្រឹកចាឆ្ងាញ់ត្រង់ពេលនិយាយមួយយើងពេលល្ងាចថាព្រឹកឡើងម៉ោង7គឺត្រូវឡានវិលកង់គឺពិតឡានវិលមែនទាំងអស់គ្នាប៉ុន្តែគឺថាវិលទៅរកកន្លែងញ៉ាំអីចាសម្រាប់ចំនួនម៉ោងប្រហែលជា9ព្រឹកទើបយើងបានចេញពីក្រុងភ្នំពេញសម្រាប់ទឹកដីប៉ែកខាងឦសាននេះគឺជាលើកទី1របស់ខ្ញុំហើយដោយសារតែទី1គឺផ្លូវឆ្ងាយហើយអត់បានមានឱកាសបានមកអីអញ្ចឹងនៅពេលដែលគាត់ប្រមូលមកព្រាបគឺមកដែរសឹកច្រើនមែនដែរអ្នកនរគ្នាវីដេអូនេះដំបូងថាអត់ចង់ផុសឲ្យអ្នកនរគ្នាពួកអីខ្ញុំអត់ដឹងមិនទេបងប្អូនអ្នកគ្នាមានអារម្មណ៍ថាអៀនកាលណាមែនទេសំបីតែពេលថតហើយអត់ហ៊ានផុសទៀត vlog nó chơi nhảy chanh có mai ta bù lưu thế bờ bù lưu đừng ăn chanh biết đấy bù lưu ấy chanh chăm tờ xe đấy hai chưa lấy chiếc xe lấy ngay á đây chi mà ngay á có máy khát say hi guys Hi, guys. welcome back to my sister vlog ហើយនេះគឺជាមូលហេតុដែលខ្ញុំព្យាយាមកាត់វីដេអូនេះឲ្យដើម្បីផុសទៅតាមការសន្យាអូខេអ្នកនរគ្នាអញ្ចឹងងាកមកកាន់វីដេអូយើងវិញសម្រាប់វីដេអូនេះគឺបានថតនៅក្នុងថ្ងៃទី2ដែលពួកខ្ញុំបានទៅលេងនៅឯជ្រោះប៊ូស្រាសម្រាប់ផ្លូវចុះទៅកាន់ជ្រោះប៊ូស្រាបងប្អូនអាចដើរទៅតាមផ្លាកសញ្ញាដែលគេបានដាក់នៅនឹងមាត់ផ្លូវនឹងបានណាបងប្អូនទាំងអស់គ្នាបើខ្ញុំវិញចុះតាមចដានដំបងគិតថានៅចិត្តណាស់ទាំងអស់គ្នាប៉ុន្តែនៅពេលដែលចុះទៅបានមកស្ទុំមានអារម្មណ៍ថារៀងឆ្ងាយគួរសមដែរប៉ុន្តែនៅពេលដែលបានទៅដល់ឃើញទឹកជ្រោះឃើញទីសៀបស្អាតមានអារម្មណ៍ថាវាសមតម្លៃទោះបីជាធ្វើដំណើរផ្លូវឆ្ងាយហើយជិះឡានមួយថ្ងៃវល់ល្ងាចក៏នៅតែសមតម្លៃដែរបងប្អូនទាំងអស់គ្នានិយាយរួមបើសិនជាមានឱកាសគឺខ្ញុំនឹងទៅម្ដងទៀតហើយនេះដើរថតចុះថតឡើងនិយាយទៅឃើញហាងកាហ្វេគេមួយឡើងខ្ជួតនៅជប់នឹងមាត់ជ្រោះនឹងហ្មងបងប្អូនទាំងអស់ខ្ញុំអត់ចាំហាងកាហ្វេគាត់ហ្នឹងថាឈ្មោះអីទេប៉ុន្តែនៅចាំបានរសជាតិគឺឆ្ងាញ់បាទនិយាយពីការរៀបចំហាងជាមួយនឹងទីតាំងរបស់គាត់នេះសម្រាប់បងប្អូនដែលពូកែថតរូបវិញគឺថាអេហ្មងចាបន្ទាប់ពីបានចូលទៅលេងនៅឯជ្រោះប៊ូស្រាប្រហែលជា2ម៉ោងក្រោយមកគឺពួកខ្ញុំបានចេញមកកាន់កន្លែងទី2ដែលជាចំការតែបងប្អូនទាំងមើលពីមុខផ្លូវចូលមានអារម្មណ៍ថាដូចអត់សូវធំណាស់នេះប៉ុន្តែនៅពេលដែលចូលទៅដល់ខាងក្រោយបានដឹងថាវាធំល្វឹងល្វើយហើយមានភាពស្រស់ស្អាតមែនទែនបងប្អូនទាំងអស់សម្រាប់ការរៀបចំវិញគឺឡើងស្អាតដូចជាសួនរមណីយដ្ឋានអញ្ចឹងហើយបើសិនជាបងប្អូនទាំងអស់គ្នាដែលបានមកកំសាន្តនៅខាងមណ្ឌលគិរីកុំភ្លេចចូលមក check in នៅឯចំការតែមណ្ឌលគិរីណាបងប្អូនក្រៅពីបានមកថតរូបស្អាតៗហើយបងប្អូនក៏អាចទិញនៅផលិតផលប្រចាំតំបន់ជាច្រើនដូចជាម្រេចទឹកឃ្មុំហើយជាពិសេសនោះគឺផលិតផលតែប្រចាំចំការតែម្ដងចាហើយនេះគឺជាទេសភាពនៅសួនខាងក្រោយបងប្អូនអាចមើលទៅលើភាពជាក់ស្ដែងបានហើយនេះមិនមែនខ្ញុំចេះតែនិយាយណាបងប្អូនទេសភាពគឺឡើងស្អាតមែនតើអញ្ចឹងសម្រាប់អ្នកដែលបងប្អូនដែលអត់មានជំនាញថតរូបក៏អាចថតរូបបានស្អាតដែរជាក់ស្ដែងគឺដូចជាខ្ញុំអញ្ចឹងរឿងជំនាញថតរូបនេះគឺថារ៉េតឲ្យខ្លួនឯង2លើ10ចាសូមអរគុណអូនិយាយអីបងប្អូនទាំងអស់គ្នាទ្រីបមួយនេះគឺខ្ញុំបានទៅតាំងពីឆ្នាំមុនប៉ុន្តែដល់ពេលយកវីដេអូយកមកកាត់ឡើងវិញអញ្ចឹងគឺមានអារម្មណ៍ថានៅបងប្អូនមែនតើខ្ញុំចាំបានថាទ្រីបមួយនេះគឺធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនតើមកដូចគេនិយាយខុសទេអ្នកទាំងអស់គ្នា It's not about where you go it's about who you go with and I agree 100%ហើយនេះបងប្អូនគឺជាកន្លែងមួយទៀតដែលបងប្អូនគួរតែកុំរំលងគឺចំការកាហ្វេបងប្អូនណាខ្លះដែលអត់ធ្លាប់បានឃើញដើមកាហ្វេដូចជាខ្ញុំនេះគឺលើកទី1ហើយដែលបានឃើញដើមកាហ្វេធ្លាប់តែឃើញកាហ្វេដែលគេដុតហើយដាក់តាំងក្នុងហាងបងប្អូនអ្នកគ្នាដល់មកឃើញដើមអញ្ចឹងមានអារម្មណ៍ថាដូចមិនមែនកាហ្វេបងប្អូនប្រុសខ្ញុំវិញគាត់ថាដូចផ្លែព្រីងអ្នកទាំងអស់គ្នាជួយមើលព្រីងមែនអត់ហើយនិយាយថាបងប្អូនរបស់ខ្ញុំមួយគឺថាឃើញធម្មជាតិគឺមានជាការលូនក្រាបចូលទៅក្រោមគុំកាហ្វេដើម្បីបានថតរូបចាប៉ុន្តែម្ដងថ្ងៃហ្នឹងអត់តឃើញមានអ្នកណាគេផុសរូបអីសម្បីតែដល់ពេលអញ្ចឹងខ្ញុំលើកអត់សូវយល់ដែរបងប្អូនទាំងអស់គ្នាឥឡូវនិយាយឡើងគឺយើងបានមកដល់កន្លែងគេងវិញហើយអ្នកទាំងអស់គ្នាហើយ vlog ហ្នឹងក៏មានតែប៉ុណ្្នឹងដែរសូមអរគុណសម្រាប់ការតាមដានហើយសង្ឃឹមថាយើងនឹងបានជួបគ្នាម្ដងទៀតនៅ vlog ក្រោយជម្រាបលា